ចេញទៅធម្មតាឆាប់ចេញទៅឆាប់ចេញទៅដល់ទៅទីនេះឯងរូបរាងអាក្រក់យ៉ាងនេះឆាប់ទៅផ្ទះវិញទៅហើយមើលចុះអីចឹងទេចេញមកធ្វើស្អីទៅហើយមិនក៏ទៅដូចជានាងតែចេញទៅគេភ័យហើយឆាប់ចេញទៅផ្ទះវិញទៅពួកលោកក៏ធ្វើបាបគេបែបនេះអីបានទេលោកអងចាងស្មានឋានណាគេតានេះគឺឯងទេតាគេបានធ្វើអ្វីខុសទៅពួកលោកត្រូវតែធ្វើបាបគេបែបនេះពួកយើងឃើញគេទើផ្នែកយល់ថារំខានដល់ផ្នែកយើងមុខអាក្រក់ក្រៃពួកយើងមិនដែរពួកលោកគឺស្មានថាមនុស្សច្រើនធ្វើបាបមនុស្សស្រីម្នាក់លោកជាមនុស្សប្រុសស្អីទៅយូស៊ុយនាងមិនអីទេអូយហេចៅថងពេញចិត្តនឹងស្រីរូបអាក្រក់យូស៊ុយហ្នឹងបាទអើយអស់ចាម្នាក់ក្រម្នាក់អាក្រៃគូព្រេងសំគ្នាមែនហ្មងវិញត្រូវហើយឆាប់ដណ្ដឹងយូស៊ុយទៅហើយដណ្ដឹងយកតែម្ដងមិនគិតគូច្រើនទេអាម្នាក់ក្រអាម្នាក់រូបអាក្រក់ក្រៃយកគ្នាផ្សំគ្នាពួកយើងទៅទៅតាពួកយើងត្រឡប់ទៅបច្ចាក្រក់មែនបាទនាងមានគេការពារថៃនោះអញ្ចឹងខ្ញុំមិនបាច់បារម្ភទៀតទេឬមួយនាងពិតជាមានប្រុសដែលចេះខ្វល់ពីនាងដែរប៉ុន្តែមើលទៅប្រុសម្នាក់នេះពិតជាមានចិត្តល្អគួរសមឡងថ្ងៃក្រោយបងកូនរវល់នឹងខ្ញុំអីមិនអញ្ចឹងបងនឹងអាចទៅអ្នកភូមិឆ្អប់វិញកុំបារម្ភអីខ្ញុំមិនខ្លាចមនុស្សទាំងនោះទេគឺនាងវិញទេកុំប្រកាន់ច្រើនពេកអីពួកគេថានាងអាក្រក់គឺព្រោះតែគេមិនចេះកយគំបងដូចជាពួកខ្ញុំអញ្ចឹងចេះតែនិយាយពាក្យវិរោះលងលំខ្ញុំខ្លួនឯងមានរូបរាងអាក្រក់ខ្ញុំក៏ដឹងដែរពួកយើងធំឡើងជាមួយគ្នាតាំងពីតូចមកខ្ញុំយល់ពីចរិតរបស់នាងច្បាស់ណាស់នាងបន្ទាបខ្លួនឯងគឺព្រោះតែរូបរាងរបស់ខ្លួនឯងរហូតមកតែខ្ញុំប្រាប់នាងចោះរូបរាងរបស់មនុស្សគឺចាស់ទៅតាមអាយុកាលរបស់គេអ្វីដែលមិនប្រែប្រួលគឺចិត្តរបស់គេបើឲ្យខ្ញុំនិយាយនោះនៅក្នុងភូមិនេះអ្នកដែលមានចិត្តល្អជាងគេគឺនាងហើយលោកអង្គចាស្ដាប់បងនិយាយបែបនេះក្នុងចិត្តខ្ញុំបានធូរច្រើនណាស់អត់ត្រូវហើយថ្ងៃនេះមិនក៏បងមិនទៅឃ្វាលកូនថ្ងៃនេះខ្ញុំមករកនាងជាពិសេសរកខ្ញុំមានការអីដែរខ្ញុំនឹងពុករបស់ខ្ញុំចង់ទៅរាជធានីខ្ញុំចង់សួរនាងថានាងខ្វះរបស់អ្វីដែរទេខ្ញុំទិញឲ្យនាងមិនបាត់ទេអ្វីក៏ខ្ញុំខ្វះដែរល្អអញ្ចឹងបានអញ្ចឹងខ្ញុំលាសិនហើយតាមផ្លូវប្រយ័ត្នផងណាពុកហាត់ហើយមែនទេអង្គុយចុះសម្រាប់សិនទៅពុកអង្គុយត្រង់នេះទៅពុកសម្រាប់មកផ្លែទៅហូបទឹកបន្តិចទៅធំអាយុមិនតិចទេដល់ពេលដល់រកប្រពន្ធម្នាក់ហើយខ្ញុំចង់រកមនុស្សដែលដូចជាម៉ែយ៉ាងអញ្ចឹងម៉ែទន់ភ្លន់រៀបសារគាត់គឺស្រឡាញ់ភាពស្មោះត្រង់របស់ពុកពេលនេះចង់រកមនុស្សស្រីដែលមិនលោភលន់ទ្រព្យសម្បត្តិម្នាក់គឺពិបាកខ្លាំងណាស់ពិបាកក៏ត្រូវដែរឯងចង់នៅម្នាក់ឯងអស់មួយជីវិតអញ្ចឹងជើងធូបគ្រួសារចៅយើងគិតយ៉ាងម៉េចទៅអកតញ្ញូ3គ្មានកូនចៅធំជាងគេពុកមើលទៅគួរតែឆាប់រកចៅមហាម្នាក់ជួយរកប្រពន្ធឲ្យឯងតោះយើងនេះពុកដើរជឿនសេវិនមកហើយសេវិនមកហើយសេវិនឯងស្មានថាយើងមិនដឹងឡណាហើយចុះមានន័យថាម៉េច
ណាហើយចុះគឺណាហើយចុះហើយហ៎អត់ទេឯងបានចោលឲ្យខ្ញុំនេះដើមម្ដងទៀតពួកយើងស្គាល់គ្នាយូរមកហើយឯងមកធ្លាប់តឲ្យខ្ញុំនោះទេតាំងឯងយ៉ាងម៉េចហ្នឹងហ៎ឬមួយក៏ឯងជួបនឹងរឿងដែលសប្បាយចិត្តហ៎រឿងដែលសប្បាយចិត្តគឺមានច្រើនណាស់ខ្ញុំបានភ្នាល់ជាមួយប្រពន្ធខ្ញុំ3ខែយកសួយរៀបការមិនបានទេនោះខ្ញុំត្រូវស្ដាប់តាមជាគីអូបើបែបនេះនោះត្រូវការខ្ញុំនេះជួយដំណើរឲ្យឯងដែរទេក៏មិនសោះនេះគឺគ្មានការចាំបាច់បែបនេះទេលើនេះខ្ញុំប្រកាសជាឈ្នះហើយអញ្ចឹងបើបែបនេះនោះជាដំបងខ្ញុំត្រូវតែអបអរសាទរជូនពរឯងហើយជូនពរល្អនេះណែប៉ុន្តែអាដីកុំអាចឆាប់សប្បាយចិត្តពេកត្រូវប្រយ័ត្នផងទៅប្រយ័ត្នសប្បាយខ្លាចទៅជាទុក្ខព្រោះលើកនេះខ្ញុំច្បាស់ជាឈ្នះឯងហើយនេះតាមមានរឿងស្អីទៅវ៉ាមានលក្ខណៈល្អមើលហើយច្បាស់ជាឈ្នះព្រោះពួកឯងភ្នាល់គ្នាឯងក៏ចង់កែប្រែរូបសម្រស់របស់គេនេះល្មើសនឹងច្បាប់ធម្មជាតិហេតុផលមួយនេះឯងមិនយល់ទេហ៎ម៉ែខ្ញុំបានសន្យាជាមួយចាស់ហ្វូទ័រហើយខ្ញុំត្រូវតែឈ្នះនេះតកតងដល់ឋានៈនៅក្នុងផ្ទះរបស់ខ្ញុំម៉ែជួយខ្ញុំផងទៅជួយផងទៅឯងនេះមិនក៏អុកលុកដូចជាកូនក្មេងអញ្ចឹងថ្នាំទឹកដែលឯងត្រូវការម៉ែគ្មានទេម៉ែក៏គ្មានដែរអញ្ចឹងអ្នកណាមានទៅអ្នកណាមានទៅអូម៉ែឮថាទឹកទេវតារបស់ទេពធីតាសួយសៀនគឺមានប្រសិទ្ធភាពណាស់ទេពធីតាសួយសៀនតែពីថ្ងៃនេះគេត្រឡប់ទៅឋានទេវតាវិញហើយគេដឹងពីរឿងដែលពួកឯងពីរនាក់ភ្នាល់គ្នាមិនអាចឲ្យឯងខ្ចីនោះទេម៉ែអញ្ចឹងពួកយើងកំប្រាប់ពីពួកយើងភ្នាល់គ្នាដល់គេទៅគឺបានហើយជឿវិនតែឯងតែងតែនិយាយថានៅក្រៅមេឃគឺមានមនុស្សប្រុសល្អបែបនេះគេមិនចាប់អារម្មណ៍ពីរូបរាងរបស់មនុស្សស្រីចាប់អារម្មណ៍តែពីចិត្តមនុស្សស្រីម្នាក់នេះហេតុនេះហើយឯងប្រើទឹកទេវតាកែប្រែរូបសម្រស់របស់គេផ្ដេសផ្ដាស់ទោះបីជាឈ្នះក៏មិនត្រឹមត្រូវដែរណាដឹងទេម៉ែជួយខ្ញុំផងទៅនេះជាការសម្រេចចិត្តពីបញ្ហាដឹកនាំនៅក្នុងផ្ទះរបស់ខ្ញុំណាដោយគេថារូបរាងកើតពីចិត្តនៅមានឪពុកឯងគាត់មានកញ្ចក់ទឹកមួយប្រើកញ្ចក់ទឹកឆ្លុនតិចទៅវានឹងអាចឆ្លោះទៅដល់ក្នុងចិត្តរបស់មនុស្សប្រុសបានម៉ែនិយាយពីរូបរាងចិត្តស្អីទៅនិយាយដល់ខ្ញុំល្ងីល្ងើអស់ហើយល្ងីល្ងើហ៎និយាយឲ្យងាយស្រួលទៅត្រូវហើយកញ្ចក់ទឹកនេះឆ្លុនតិចបើគេមានចិត្តស្លូតបូតនោះទោះបីជារូបរាងអាក្រក់យ៉ាងណាប៉ុន្តែនៅក្នុងភ្នែកអ្នកផ្សេងក៏ជាមនុស្សស្រីស្អាតដូចជាទេពធីតាអញ្ចឹងដែរវ៉ាវអញ្ចឹងបែបនេះទាំងអស់គ្នាគេអាចឃើញពីមុខមាត់ស្រស់ស្អាតរបស់យុស៊ុយបានហើយប្រកាសហើយប្រសិទ្ធភាពបែបនេះអាចរក្សាបាន7ថ្ងៃប៉ុណ្ណោះ7ថ្ងៃហ៎ប៉ុន្តែ7ថ្ងៃគ្រប់គ្រាន់ហើយអញ្ចឹងខ្ញុំទៅរកពុកហើយណែនោះគឺមិនបានទេឯងដឹងហើយថាពុកឯងគឺអនុវត្តតាមយុត្តិធម៌តាំងពីដើមមកគេតឹងតែងខ្លាំងណាស់កញ្ចក់ទឹកនោះគឺដាក់ជាប់នឹងខ្លួនរបស់គេមិនយកចេញមកទេម៉ែស្អែកម៉ែនៅថ្ងៃនេះពិតជាស្អាតណាស់មករលោងហើយសទៀតម្យ៉ាងទៀតគឺណែនល្អណាស់ហើយភ្លឺចិញ្ចាចទៀតផងម៉ែជួយខ្ញុំផងទៅនោះគឺម៉ែឆ្លោះមួយថ្ងៃម្ដងរាល់ថ្ងៃណាអញ្ចឹងម៉ែទុកចិត្តចុះខ្ញុំប្រកាសជាប្រញាប់យកកញ្ចក់ទឹកមកសងម៉ែវិញភ្លាមមិនឲ្យម៉ែខកខានទេម៉ែ
សែងធូបនៅក្នុងវិហារលោកតាម្ចាស់ក្រុងកាន់តែរីកចម្រើនឡើងហើយប្រជារាស្ត្រដែលមកអុជធូបក៏កាន់តែច្រើនឡើងដែរនេះគឺសុទ្ធតែមកពីការប្រទានរបស់ម្ចាស់ក្រុងតែប៉ុណ្ណោះប្រជារាស្ត្រអុជធូបគ្រប់គ្រាន់រឿងអ្វីក៏បានជោគជ័យដែរនេះគឺជាបំណងប្រាថ្នាធំបំផុតរបស់ខ្ញុំកន្លងមកពួកយើងមិនអាចព្រោះតែបែបនេះហើយក្អេងក្អាងជាដាច់ខាតត្រូវតែខំប្រឹងថែមទៀតទើបបាទលោកម្ចាស់ពុកខ្ញុំមកវិញហើយយ៉ាកូនស្រីសម្រាប់ចិត្តរបស់ពុកមិនក៏ឯងមកវិញចឹងឬមកក៏ចាំហ្វូទ័រធ្វើបាបឯងហើយយ៉ាពុកខ្ញុំធ្វើបាបគេមិននឹងហ៊ានធ្វើបាបខ្ញុំទេខ្ញុំគឺត្រឡប់មកមើលពុកជាពិសេសហើយយ៉ាកម្រមានចិត្តកតញ្ញូបែបនេះណាពុកពិតជាសប្បាយចិត្តណាស់បងមើលចាស់កូនម្នាក់នេះចាប់តាំងពីរៀបការហើយចេះគិតច្រើនណាស់ចេះគោរពឪពុកម្ដាយហើយត្រូវហើយតែឲ្យពុកជំងឺចាស់ដែលសាឈឺដៃជើងរបស់ពុកនោះពេលនេះនៅឈឺទៀតដែរទេកុំរំលឹកអីនោះគឺជាជំងឺចាស់របស់ពុកមិនជានោះទេមិនអញ្ចឹងយកល្អបន្តិចទៀតខ្ញុំជួយឆ្លៀឲ្យពុកបន្តិចចុះណាដើម្បីឲ្យពុកបន្ធូរអារម្មណ៍បន្តិចចាំពេលខ្ញុំទៅដល់ផ្ទះចាំឲ្យហ្វូទ័រត្រៀមគ្រឿងបើខ្លះឲ្យពុកនេះយ៉ាងម៉េចដែរពុកពិតជារំភើបចិត្តណាស់មិនបានទេពេលនេះពុកកំពុងតែរវល់កុំអាលធ្វើអីកូនមានចិត្តកតញ្ញូបងក៏ស្រាប់តាមគេទៅមិនហើយអញ្ចឹងបានពិតជាល្អមែនស្មានម្ដងថាធ្វើដៃរបស់កូនស្រីខ្ញុំល្អយ៉ាងនេះសោះស្រួលខ្លួនពិតជាស្រួលខ្លួនមែនស្រួលខ្លួនខ្លាំងណាស់ពុកមិនស្រួលត្រង់ណាខ្លះប្រាប់ខ្ញុំមកចោះណាអីយ៉ាពុកក៏និយាយមិនច្បាស់ដែរពេលនេះបែបនេះគឺល្អខ្លាំងណាស់ពុកមកខ្ញុំឆ្លីដៃជូនពុកល្អហើយនឹងចង្កេះល្អអីយ៉ាមិនបានទេកូនស្រីចង្កេះពុកនេះរសើបណាស់ទីនេះមិនអាចប៉ះបាននោះទេមិនអាចប៉ះបានទេណែបងកុំកម្រើកអីណាបងកម្រើកទៅកម្រើកមកកូនស្រីឆ្លៀបងមិនកាត់ទៅល្អមិនកម្រើកមកជួយឆ្លៀពុកបន្តិចទៀតចុះស្រួលខ្លួនណាស់មែនទេស្រួលខ្លួនណាស់ហ៎អាយ៉ាមិនបានទេកុំប៉ះត្រង់នេះអីសូមជម្រាបលោកម្ចាស់ហើយពួកអាចប៉ះត្រង់នេះបានទេសុំទឹកភ្លៀងឥឡូវមកដល់មាត់ទ្វារហើយ